cà phê tớ bong cái lạnh ní cứ cái lạnh cái đào nô mày này thầy bong dương mớ pi này kéo mà này hàng lứa cái miền bạt ở nơi mò đại cái đập chìa rục bàn nơi hàng lứa chán hai phục mai bom ôn đại miền bom ôn miền côn chau từ riêng so cà rê muốn đừng quạt mà thui ca nơi bờ tây cà rê sập ngay nấng so cà rê đại quạt riêng đừng hỏi cứ chia so cà rê đại bỏng cát láng đôi đạch sẽ chung thể vàng nừng rục bây giờ bàn bờ cà rê cả đám mà mơn vốn cứ miền rục đạch sẽ chung nơi nừng bom ôn khơi nhé mà bom ôn nó cứ rục sầm nạ rồi bom đạch sẽ chung hỏi và hai cái lớp của ong cứ chia đạch môi đầm miền ắt thì pol nơi nông riết bỏ ong đấy tại sao tay ở vây thưa ao cờ rê miền cà phê đố tăng pi cờ rê để prao pra so chấn rồi hút đo cờ rê miền ở so luôn ai như ngay đại kia hai tha hành gol đại chia là so cờ rê kết nổ ní mất sinh nhàផលិតផលកូនខ្មែរផ្ដល់ជូននូវគុណភាពសុវត្ថិភាពទំនុកចិត្តជឿជាក់លើផលិតផលកេណូនេះដូចជាឧបករណ៍ដែលគេរង្វាស់ដូចតាក់ទងទៅនឹងភពអីចឹងពុកម៉ែបងប្អូនហើយសិតសឹងតែជាឧបករណ៍បុរាណដែលបង្កើតឡើងនៅក្នុងរជ្ជកាលរបស់ស្ដេចសេជុងថេវ៉ាងរបស់កូរ៉េដោយផ្ទាល់តែម្ដងនេះមិនមែនជាឧបករណ៍ដែលគេធ្វើសម័យថ្មីយកគំរូតាមបុរាណហើយយកមកដាក់តាំងបង្ហាញអត់ទេសិតសឹងតែជាឧបករណ៍ដែលបង្កើតឡើងនៅក្នុងឆ្នាំ1400ជាងបងប្អូនឥឡូវខ្ញុំបានមកដល់បរិវេណទីតាំងភ្នូស្ដេចសេជុងថេវ៉ាងរបស់កូរ៉េខាងត្បូងជាស្ដេចដ៏ល្បីបាទល្បីខ្លាំងណាស់បងប្អូនដែលឃើញអក្សរកូរ៉េរាល់ថ្ងៃហើយពុកម៉ែបងប្អូនដែលមានបងប្អូនមានកូនចៅទៅរៀនអក្សរកូរ៉េមុននឹងគាត់មកធ្វើការនៅប្រទេសកូរ៉េសប្តាហ៍ថ្ងៃហ្នឹងអក្សរកូរ៉េដែលគាត់រៀននឹងហើយគឺជាអក្សរកូរ៉េដែលបង្កើតឡើងដោយស្ដេចសេជុងថេវ៉ាងនឹងការពិតមុនស្ដេចសេជុងថេវ៉ាងហ្នឹងគឺកូរ៉េប្រើប្រាស់អក្សរចិនទេប៉ុន្តែដោយសារតែអក្សរចិនគឺពិបាកនៅក្នុងការប្រើប្រាស់ពេកទើបនៅក្នុងរាជរបស់ស្ដេចសេជុងគឺបង្កើតអក្សរឡើងស្ដេចសេជុងបានសោយរាជនៅក្នុងរាជរបស់ព្រះអង្គគឺឆ្នាំ1418ដល់1450បងប្អូនហើយឧបករណ៍ទាំងអស់នេះហើយសុទ្ធសឹងតែជាឧបករណ៍ដែលរង្វាស់បាននៅពេលវេលានាឡិកាទឹកក៏ដូចជាឧបករណ៍បាត់អព្យាករបាត់ត្រីវិស័យអីច្រើនមែនទែនហើយគេយកមកដាក់នៅទីនេះបងប្អូនប្រកាសជាឆ្ងល់ថាបើជារបស់បុរាណហេតុអីគេហ៊ានយកមកដាក់តាំងបង្ហាញបាននៅទីសាធារណៈកដាលវាលមុននឹងចូលមកដល់កន្លែងនេះគឺមានទីតាំង security បាទកន្លែងដែលគេយាមកាមត្រឹមត្រូវយើងទិញសវត្ថចូលហើយកន្លែងនេះដែលបងប្អូនមើលឃើញទលាយការពិតមិនមែនទលាយអត់សវត្ថភាពទេមានកាមេរ៉ាសវត្ថភាពចាប់គ្រប់សកម្មភាពទាំងអស់គេអត់ឲ្យយើងប៉ះទេគេដាក់ខ្សែព័ទ្ធជុំវិញឲ្យយើងឈរមើលពីចម្ងាយបានប៉ុន្តែมันអាចលូកប៉ះបានទេព្រោះគេមានបាត់ការចាប់សកម្មភាពទាំងអស់អញ្ចឹងនេះបើយើងមើលទៅដូចជាសម្រិតអញ្ចឹងពុកម៉ែបងប្អូនដោយសារតែឡើងខៀវដែកប៉ុន្តែមិនដឹងថាជាដែកលាយបាននៅធាតុអីខ្លះទេប៉ុន្តែឡើងស្នឹមឡើងបៃតងតែម្ដងនៅលើឧបករណ៍ទាំងអស់ហ្នឹងហើយការពិតទៅខ្ញុំបានមកដល់នេះមិនទាន់ដល់ទីតាំងភ្នូរបស់ស្ដេចសេជុងទេគ្រាន់តែមកដល់បរិវេណខាងមុខដែលគេដាក់តាំងបង្ហាញបាននៅសម្ភារៈឧបករណ៍បាទពីសម័យបុរាណនឹងខ្លះហើយបងស្រីម៉ាក់អ៊ីគាត់កំពុងតែអង្គុយនៅនេះបាទនេះម្ចាស់ស្រុកហ៎បងប្អូនអរគុណបងស្រីឲ្យបងអញ្ញាយឹមនៅស្រង់គាត់កំពុងតែដើរថតរូបនៅនោះបាទបងប្អូននោះគឺរូបសំណាក់របស់ស្ដេចសេជុងហើយបាទដែលដាក់បង្ហាញបងប្អូនឲ្យឃើញពីស្ដេចដ៏អស្ចារ្យនៅក្នុងกระดาษប្រាក់10000បាទ10000វ៉ុនរបស់កូរ៉េនេះពុកម៉ែបងប្អូនដែលអញ្ជើញមកប្រទេសកូរ៉េឬក៏បងប្អូនធ្លាប់ស្គាល់រូបបិយប័ណ្ណរបស់កូរ៉េกระดาษ10000វ៉ុនគឺមានរូបស្ដេចសេជុងនៅនឹងបងប្អូនឃើញទេបាទនេះគឺរូបព្រះអង្គហើយនៅខាងក្រោយនៃกระดาษហ្នឹងគឺមានឧបករណ៍បាទពីបុរាណអញ្ចឹងបានន័យថាស្ដេចសេជុងថេវ៉ាងនេះគឺជាស្ដេចមួយដ៏ល្បីខ្លាំងណាស់របស់កូរ៉េហើយគេលើកព្រះអង្គគឺជាស្ដេចមួយដ៏មានឥទ្ធិពលនៅក្នុងរាជរបស់ព្រះអង្គណាដោយសារតែអ្វីធ្វើឲ្យកូរ៉េមានការផ្លាស់ប្ដូរតាំងពីកូរ៉េដែលប្រើប្រាស់អក្សរចិនរហូតដល់កូរ៉េមានអក្សរខ្លួនឯងរាល់ថ្ងៃដែលគេហៅថា Hangul ដែលជាអក្សរកូរ៉េបានដែលយើងសរសេរបាទបងប្អូនអ្នករៀនកូរ៉េសរសេរអក្សរបាទប្រភេទអក្សរហ្នឹងគឺនៅក្នុងរាជរបស់ព្រះអង្គនឹងហើយដែលបង្កើតអក្សរនឹងឡើងឲ្យកូរ៉េមានអក្សរផ្ទាល់ខ្លួនបាទបើគិតទៅគឺឆ្នាំ1400ជាងមកបងប្អូនពីមុនចិនអក្សរដែលកូរ៉េប្រើអក្សរចិនណាឥឡូវបានមកដល់ផ្លូវចូលទៅកាន់ភ្នូស្ដេចសេជុងបងប្អូនមើលការរៀបចំបាទនៅ
ទីធ្លាទាំងអស់នេះបើចាក់ជូនថាមិនមែនមានតែប្រវែង10 20 30ម៉ែត្រទេបងប្អូនធំណាដីរាប់ហិកតាណោះបាននៅតំបន់ភ្នំហើយចូលមកមិញដោយទស្សនភាពដែលបងប្អូនបានឃើញមានផ្ទះដែលគេបង្ហាញថាពីដើមឡើយគឺបែបហ្នឹងមែនទេបងស្រីបានន័យថាមិនមែនជាផ្ទះពីដើមសមមកដល់ឥឡូវទេផ្ទះដែលបងប្អូនឃើញមិញផ្ទះដែលគេធ្វើក្រោយតែតាមគំរូពីដើមមកបាទហើយបងប្អូនឃើញអញ្ចឹងសដែលគេបិទហ្នឹងគឺអញ្ចឹងกระดาษណាដូចរឿងចិនអញ្ចឹងដែលយើងធ្លាប់មើលរឿងបុរាណចិនបាទគេលិតអញ្ចឹងហើយគេលូកបៀកទៅធ្លុះឲ្យគេផ្លុំផ្សែងពុលភុចមកចូលទៅហ្នឹងមើលរឿងបុរាណចិនណាតែនេះកូរ៉េណាបងប្អូនណូអធិរាជរបស់កូរ៉េបាទនោះបងប្អូនមិនមែនកន្លែងរៀងដូចផ្ទះនេះទេណូតែបងប្អូនមើលទៅឃើញនៅលើកពូភ្នំបាទនៅលើកពូធំបាទហ្នឹងហើយគឺភ្នូរបស់ស្ដេចសេជុងអញ្ចឹងសម្រាប់បងប្អូនដែលសិក្សាពីប្រវត្តិរបស់កូរ៉េប្រកាសជាស្គាល់ព្រះអង្គច្បាស់ណាស់ដោយសារតែកូរ៉េមានស្ដេចច្រើនព្រះអង្គបាទតាមចំនួនមួយមែនទេបងស្រីប៉ុន្តែគាត់ថាស្ដេចសេជុងល្បីជាងគេបាទដោយសារតែបាទគាត់គឺលក្ខណៈថាធ្វើឲ្យកូរ៉េផ្លាស់ប្ដូរហ្មងណាបាទផ្លាស់ប្ដូរបាទនិយាយអានបាទមានតាំងពីគេហៅឧបករណ៍បាទផ្សេងដូចខាងដើមវីដេអូដែលបងប្អូនបានឃើញអញ្ចឹងហើយបានស្ដេចសេជុងត្រូវបានប្រវត្តិសាស្ត្ររបស់កូរ៉េគឺលើកដំកើងព្រះអង្គមិនមែនដំកើងអត់ការពិតទេគឺការពិតបាទគោរពរហូតមកដល់ក្នុងសម័យក្រោយតជំនាន់ហើយកន្លែងនេះគេបើកឲ្យភ្ញៀវទេសចរជាតិរបស់កូរ៉េក៏ដូចភ្ញៀវទេសចរបរទេសគាត់ចូលទស្សនាជាក់ស្ដែងស្ដេចសេជុងតេវ៉ាំងមុននឹងគាត់ស្លាប់ទៅទៀតណាគាត់បានទុះទាយហោរាគូសវាសដីកន្លែងណាដែលជាដីល្អដែលមិនមានគ្រោះមហន្តរាយមិនមានលិចទឹកឬក៏ខ្យល់ជួងជួយដីអីហ្នឹងណាគឺទីតាំងកន្លែងហ្នឹងខេត្តនេះឈ្មោះថាយ៉ជូបងប្អូនខេត្តយ៉ជូនេះណាមិនត្រជាក់ខ្លាំងពេកមិនក្តៅខ្លាំងពេកហើយបើខែណាខេត្តផ្សេងរបស់កូរ៉េជួបទឹកជំនន់ក៏យ៉ជូអត់ដែលជួបទឹកជំនន់ដែរចាហើយខ្ញុំនៅនេះ20ឆ្នាំជាងមែនអត់ដែលជួបបញ្ហាអីទេទោះជាគេគ្រោះទឹកជំនន់លិចណាណីក៏ដោយនៅនេះអត់ទេខ្ចប់ជុះអីអត់ទេបាទអញ្ចឹងហើយបានយើងនិយាយភាសាស្រួលស្ដាប់ថាទឹកដីជ័យភូមិអញ្ចឹងទឹកដីជ័យភូមិបានន័យថាគឺជាទឹកដីដ៏ល្អដូច្នេះបានជាស្ដេចសេជុងមុនព្រះអង្គសោយទីបង្គត់គឺបានឲ្យមានការរៀបចំយកប្រសពរបស់ព្រះអង្គបាទគឺយកមកបញ្ចុះបាននៅទីតាំងខេត្តយ៉ជូហ្នឹងបងប្អូនហើយនេះហើយគឺជាភ្នូររបស់ស្ដេចសេជុងតេវ៉ាងបាទហើយយើងមើលពីផ្នែកក្រោមផ្នែកខាងលើគេមានបាទនៅថ្មដែលគេដាប់ជារូបបាននៅខាងលើច្រើនហើយបងប្អូនមើលទេសភាពទៅបាទការរៀបចំនៅទីនេះគឺស័ក្តិសមជាកន្លែងរបស់ស្ដេចបាទរបស់កូរ៉េដែលល្បីក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េឥឡូវនេះយើងឡើងមកដល់ផ្នែកខាងលើបាទការពិតនៅកពូលនៃភ្នូកន្លែងនោះបាទចំកដាលនេះអូការពិតទៅបងកន្លែងនេះគឺកន្លែងកដាលភ្នូមែនទេបងនេះបងប្អូនឃើញកន្លែងកដាលភ្នូនេះគឺមូលជាកពូលហើយព័ទ្ធជុំវិញទៅដោយថ្មធម្មជាតិដែលគេដាប់ជាបង្កាន់ដៃហើយមានដូចជាកំពុំឈូកបាទជារបងព័ទ្ធជុំវិញកពូលភ្នូហ្នឹងបងប្អូនប៉ុន្តែមុនដល់កពូលភ្នូខាងក្រោមនេះគឺសិតតែបាត់ជំរាលភ្នូដ៏ធំដែលបងប្អូនមើលពីខាងក្រោមហើយមានរបងព័ទ្ធជុំវិញមានដូចជាបង្គោលថ្មហើយមានរូបមន្ត្រីដូចជារូបមន្ត្រីបងប្អូនបើខ្ញុំហៅខអធិស្ឋានបើយើងនិយាយភាសាខ្មែរថាដូចជាឆ្មាំអញ្ចឹងបងប្អូនដូចជាឆ្មាំយាមភ្នូយាមអីអញ្ចឹងហើយគេឲ្យយើងឆ្លងកាត់ខ្សែនេះទៅនោះទេកន្លែងហ្នឹងគាត់ថាយើងអាចឈរមើលថតរូបថតវីដេអូបាទគឺមើលទៅឃើញភ្នូអធិរាជសេជុងដែលជាស្ដេចដ៏ល្បីនៅក្នុងរាជរបស់ព្រះអង្គ1418ដល់1450បងប្អូនចង់ដឹងបន្ថែមsearch តែស្ដេចសេជុងថេវាងទៅបងប្អូននឹងបានឃើញពីប្រវត្តិរបស់ព្រះអង្គហើយឥឡូវយើងទុកឲ្យភ្ញៀវគាត់ចូលមើលម្ដងនេះបាទអធិរាជដ៏អស្ចារ្យរបស់កូរ៉េហើយបងប្អូនអាចsearch មើលបន្ថែមទៀតកុំឲ្យថៃជឿតែភក្ត្រាតិចភក្ត្រាចេះតែនិយាយតិចភក្ត្រាកុហកខ្ញុំមិនមែនជាអ្នកប្រវត្តិសាស្ត្រដែលអាចដឹងច្រើនពីរឿងកូរ៉េគ្រាន់ថាបានដឹងអ្វីចែកម្លែកបងប្អូនប៉ុណ្ណឹងបងប្អូនអាចសិក្សាបន្ថែមបងប្អូនអាចស្រាវជ្រាវបន្ថែមពីប្រវត្តិរបស់ក្សត្រអង្គនេះដែលធ្វើឲ្យប្រទេសកូរ៉េគឺមានការប្រែមុខមាត់បានរហូតមកដល់បច្ចុប្បន្នមិនមែនព្រះអង្គគង់នៅរហូតដល់បច្ចុប្បន្នទេប៉ុន្តែអ្វីដែលធ្វើឲ្យកូរ៉េផ្លាស់ប្ដូរខ្លាំងបំផុតហ្នឹងគឺនៅក្នុងរាជរបស់ព្រះអង្គនឹងឯងបាទអញ្ចឹងហើយបានคล้ายតែជាក្សត្រដ៏ល្បីរបស់កូរ៉េខាងត្បូង
បញ្ឈប់ការប្រើប្រាស់អក្សរចិនមកប្រើអក្សរកូរ៉េដែលបង្កើតឡើងនៅក្នុងរាជរបស់ព្រះអង្គមានបន្តរហូតមកដល់សពថ្ងៃហើយនឹងអ្វីៗដែលទំនើបផ្សេងទៀតរបស់កូរ៉េខាងត្បូង